គុណធម៌ទាំង7គ្រប់គ្រងធម៌ពលអារម្មណ៍ផ្លូវភេទជាសំណាងល្អមនុស្សម្នាក់មិនមែនជួបប្រទះភាពធ្ងន់ធ្ងរដូចគ្នានឹងគ្រប់គ្នានោះឡើយកំហុសធំបំផុតរបស់ខ្ញុំគឺការសេពគប់ជាមួយនឹងមនុស្សខុសអារម្មណ៍អវិជ្ជមានតែងកើតឡើងមិនសូវដាច់នោះទេឯទម្លាប់អាក្រក់ក៏ដូចគ្នាដែរចូលយើងម្នាក់ពិនិត្យមើលមនុស្សដែលយើងកំពុងសេពគប់ហើយត្រូវតាំងចិត្តមានសេចក្តីគោរពចំពោះពួកគេជំនួយជាពិសេសបំផុតដែលអ្នកអាចផ្ដល់ឲ្យក្មេងៗគឺការជំរុញពួកគេឲ្យចេះលើកទឹកចិត្តខ្លួនឯងដោយខ្លួនឯងនៅក្នុងការជ្រើសរើសមិត្តភ័ក្តិនិងមិត្តរួមការងារចូលចាំថាអំពើអាក្រក់គឺជាបិសាចដែលកើតចេញអំពីចរិតស្មោកគ្រោករបស់ដែលគួរឲ្យស្អប់យើងក៏ត្រូវការចង់ឃើញប៉ុន្តែបើយើងឃើញញយពេកយើងច្បាស់ជាស៊ាំទៅនឹងសម្រស់របស់វាមុនដំបូងយើងខ្ពើមរអើមបន្ទាប់មកយើងអាណិតទីបំផុតយើងបែរជាអោបក្រសោបវាដោយមិនដឹងខ្លួនមានកម្លាំងមួយទៀតដែលមនុស្សគ្រប់គ្នាត្រូវតែប្រយុទ្ធហើយបើមិនប្រយុទ្ធប្រកបដោយស្មារតីវិជ្ជមានទេកម្លាំងនេះនឹងបណ្ដាលឲ្យគ្រោះថ្នាក់ដល់រូបកាយបណ្ដាលឲ្យសិលធម៌ធ្លាក់ចុះនិងធ្វើឲ្យមានជំងឺផ្លូវចិត្តថែមទៀតផងដែលកម្លាំងនេះគឺកម្លាំងផ្លូវភេទគឺជាកត្តាបញ្ឆេះសកម្មភាពឲ្យកើតឡើងដ៏ខ្លាំងក្លាបំផុតមនុស្សម្នាក់សុទ្ធតែត្រូវបំពាក់ដោយធម៌ពលជ្រើសរើសដោយខ្លួនឯងថាតើត្រូវប្រើធម៌ពលផ្លូវភេទដ៏ខ្លាំងក្លានេះនៅក្នុងផ្លូវល្អឬផ្លូវអាក្រក់មនុស្សម្នាក់ត្រូវតែប្រឹងប្រយុទ្ធឲ្យមែនទែនដើម្បីដោះស្រាយបញ្ហាទាំងឡាយដែលនឹងកើតឡើងមកក្នុងជីវិតរបស់ខ្លួនដោយសារតែបញ្ហាផ្លូវភេទអ្នកអាចផ្លាស់ប្ដូរកម្លាំងផ្លូវភេទឲ្យទៅជាគុណសម្បត្តិឬគុណវិបត្តិអំណោយដ៏ពិសេសបំផុតពីធម្មជាតិដែលជូនចំពោះមនុស្សជាតិគឺជាសមត្ថភាពបង្កើតកូនការរួមភេទគឺជាមធ្យោបាយដើម្បីបង្កើតកូនចៅវាគឺជាធម៌ពលដែលខ្លាំងអស្ចារ្យមិនខុសពីធម៌ពលផ្សេងទៀតនោះទេការរួមភេទអាចត្រូវបានប្រើប្រាស់ដើម្បីបង្កើតសេចក្តីល្អឬសេចក្តីអាក្រក់ផ្លូវភេទគឺជាអាការៈផ្លូវកាយដែលស្ថិតក្រោមការគ្រប់គ្រងរបស់សតិដឹងនិងចិត្តក្នុងវាគឺជាកេរដំណែលដែលបោះបន្តគ្នាពីចំនួនមួយទៅចំនួនមួយទៀតសរីរាង្គភេទដែលបង្កើតឡើងពីធម្មជាតិមិនខុសពីសរីរាង្គផ្សេងទៀតទេគឺជាសរីរាង្គល្អចំណុចតូចមួយដែលធ្វើឲ្យអ្វីខុសគ្នាទាំងស្រុងរវាងកម្លាំងផ្លូវភេទដែលបង្កើតក្តីចម្រុងចម្រើននិងកម្លាំងផ្លូវភេទដែលបង្កើតក្តីវិនិច្ឆ័យហិនហោចគឺអរិយាប័ត្រនៃគំនិតរបស់យើងនឹងឯងមរតកនៃភ្លើងអារម្មណ៍ផ្លូវភេទគឺជាធម៌ពលដ៏ខ្លាំងបំផុតមួយរបស់ផ្លូវចិត្តក្នុងកម្លាំងជំរុញរបស់វាអាចត្រូវបានសង្កេតឃើញកើតមានតាំងពីមុនចូលដល់វ័យជំទង់ទៅទៀតធម៌ពលនេះអាចយកមកផ្សំហើយបន្ថែមចំហេះឲ្យភ្លើងអារម្មណ៍ផ្សេងទៀតដែលយើងមាននៅពេលអារម្មណ៍ផ្លូវភេទប៉ះទង្គិចជាមួយនឹងហេតុផលរបស់សតិដឹងឬផ្ទុយនឹងសម្បញ្ញញ្ញៈធម៌ពលស្រមើស្រមៃដ៏ពុះកញ្ជ្រោលកើតចេញអំពីចំណងខាងផ្លូវភេទនេះតែងតែយកឈ្នះលើសតិដឹងឬសម្បញ្ញញ្ញៈជានិច្ចលុះត្រាតែសតិដឹងខ្លួនឯងត្រូវតែប្រើប្រាស់សមត្ថភាពពិសេសរបស់វាទើបអាចយកឈ្នះលើភ្លើងអារម្មណ៍នេះបានពោលគឺត្រូវប្រើសតិដឹងដើម្បីផ្សាយឥទ្ធិពលទៅលើចិត្តក្នុងប្រើសតិដឹងដើម្បីគ្រប់គ្រងក៏ដូចជាទាញយកធម៌ពលមកពីចិត្តក្នុងនិងប្រើសតិដឹងដើម្បីសម្របខ្លួនទៅនឹងចិត្តក្នុងអ្នកមានធម៌ពលដើម្បីជ្រើសរើសដូច្នេះចូលជ្រើសរើសប្រកបដោយបញ្ញាពលគឺជ្រើសរើសប្រកបដោយគំនិតដែលមានអរិយាប័ត្រវិជ្ជមានចូលផ្លាស់ប្ដូរធម៌ពលផ្លូវភេទឲ្យទៅជាគុណធម៌បើធ្វើដូច្នេះបានអ្នករាប់ថា
មានសមត្ថភាពយកឈ្នះលើបញ្ហាពិបាកបំផុតមួយនៅក្នុងបញ្ហាពិបាកមួយចំនួនទៀតដែលអ្នកត្រូវតែប្រឈមនៅក្នុងជីវិតឯកជនរបស់អ្នកនោះជាលទ្ធផលអ្នកនឹងទទួលបានសុខភាពកាន់តែប្រសើរទាំងផ្លូវកាយផ្លូវចិត្តក៏ដូចជាខាងផ្នែកចរិយាធម៌តើគុណធម៌ទាំង7ប្រការមានអ្វីខ្លះទៅគុណធម៌គឺជាផ្នត់ទង្វើដែលស្របនឹងសិលធម៌មានដូចជាសេចក្តីស្មោះត្រង់សេចក្តីក្លាហាននិងសេចក្តីបរិសុទ្ធដោយកាយវាចាចិត្តជាដើមគុណធម៌ទាំង7យ៉ាងនោះរួមមាន 1. សេចក្តីប្រុងប្រយ័ត្នគឺជាសមត្ថភាពគ្រប់គ្រងនិងដាក់វិន័យលើខ្លួនឯងតាមរយៈការវឹកហាត់ឲ្យចេះគិតរកហេតុផលឲ្យបានត្រឹមត្រូវ 2. សេចក្តីអត់ធ្មត់គឺជាភាពខ្លាំងរបស់ចិត្តដែលផ្ដល់សមត្ថភាពឲ្យមនុស្សម្នាក់អាចប្រឈមមុខនឹងគ្រោះថ្នាក់ឬទ្រាំទ្រនឹងសេចក្តីឈឺចាប់ឬភាពអកុសលណាមួយប្រកបដោយភាពក្លាហានវាគឺជាការមានសេចក្តីតស៊ូទាំងផ្លូវកាយក៏ដូចជាផ្លូវចិត្តដើម្បីប្រឈមមុខនឹងហេតុការណ៍ដែលប្រឆាំងឬបំភ័យមនុស្សណាម្នាក់ឬសមត្ថភាពអាចទទួលយកភាពលំបាកលំបិននៃកិច្ចការអ្វីមួយវាគឺជាគុណធម៌ដែលនាំមកនូវជោគជ័យពាក្យដែលមានអត្ថន័យស្មើនឹងគុណធម៌នេះមានដូចជាក្លាហានអង់អាចខ្លាំងក្លានិងហ៊ានជាដើម 3. ការចេះប្រមាណគឺជាផ្នត់ទម្លាប់មួយស្ថិតនៅកណ្ដាលមិនឃ្លាននិងមិនចង់ខ្លាំងពេក 4. សេចក្តីយុត្តិធម៌គឺជាគោលការណ៍ឬឧត្តមគតិដើម្បីធ្វើឲ្យទំនាក់ទំនងស្មើភាពគ្នាឬធ្វើឲ្យការប្រព្រឹត្តមានលក្ខណៈត្រឹមត្រូវឬជាអនុលោមទៅតាមគោលការណ៍និងឧត្តមគតិឬសុចរិតភាព 5. សេចក្តីជឿជាក់គឺជាការជឿជាក់លើច្បាប់ធម្មជាតិនិងការបង្ហាត់បង្រៀនរបស់ព្រះពុទ្ធជាដើម 6. សេចក្តីសង្ឃឹមគឺជាចំណងម្យ៉ាងដែលប្រកបដោយសុទិដ្ឋិនិយមថានឹងជោគជ័យឬជំនឿចិត្តថាវាគឺជារបស់ដែលអាចសម្រេចបាន 7. សេចក្តីសប្បុរសជាសមត្ថភាពដែលបង្ហាញសេចក្តីស្រឡាញ់ចំពោះមនុស្សគ្រប់គ្នាដូចជាបងប្អូនវាគឺជាការបង្ហាញចិត្តមេត្តានិងចំណងល្អតាមរយៈការផ្ដល់និងការយល់ពីអារម្មណ៍របស់អ្នកដទៃប្រកបដោយចិត្តករុណានិងចិត្តទូលាយ